សេចក្តីរាយការណ៍បានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស55នាក់ហើយដែលបានបាត់បង់ជីវិតក្រោយភ្លៀងធ្លាក់ខ្លាំងបង្កទៅជាគ្រោះទឹកជំនន់នៅក្នុងប្រទេសវៀតណាមនាថ្ងៃសៅរ៍ក្រុមសង្គ្រោះកំពុងខិតខំស្វែងរកអ្នកបាត់ខ្លួនជាច្រើនអ្នកទៀតក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់រយៈពេលមួយសប្តាហ៍មកនេះនៅប្រទេសវៀតណាមជាទីដែលអាជ្ញាធរបានឲ្យដឹងថាមនុស្សយ៉ាងហោច55នាក់ហើយបានបាត់បង់ជីវិតនេះមកយោងទៅតាមការចេញផ្សាយនៅទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ទី22ខែវិច្ឆិកាឆ្នាំ2025ក្រសួងបរិស្ថានវៀតណាមបានឲ្យដឹងថាគឺចាប់តាំងពីចុងសប្តាហ៍មុនមកមនុស្សសរុបយ៉ាងហោច55នាក់បានស្លាប់នៅទូទាំងខេត្តចំនួន6នៃតំបន់ភាគខាងត្បូងនិងភាគកណ្ដាលប្រទេសហើយមនុស្ស11នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការស្វែងរកក្នុងចំណោមខេត្តទាំងនោះខេត្តដាក់ឡាក់រងគ្រោះខ្លាំងធ្ងន់ជាងគេដោយមានអ្នកស្លាប់ជាង20នាក់ក្រសួងបានបន្តថាផ្លូវ highway ជាច្រើនខ្សែនៅបន្តមិនអាចធ្វើដំណើរឆ្លងកាត់បាននាថ្ងៃសៅរ៍ហើយមនុស្ស30,000នាក់នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់ក្រោយការដាច់ចរន្តអគ្គិសនីដែលពីដំបូងឡើយបានប៉ះពាល់អ្នកប្រើប្រាស់សរុបជាង1លាននាក់គូបញ្ជាក់ថាយោងតាមស្ថិតិផ្លូវការរបស់រដ្ឋាភិបាលវៀតណាមគិតចាប់តាំងពីខែមករាដល់ខែតុលាគ្រោះមហន្តរាយធម្មជាតិបានផ្ដាច់ជីវិតឬធ្វើឲ្យបាត់ខ្លួនមនុស្សសរុប279នាក់រួមទាំងបង្កការខូចខាតកិច្ចជាទឹកប្រាក់ជាង $2,000 លាននៅក្នុងប្រទេសអាស៊ានមួយនេះ